និយាយស្អីគេពួកឯងនឹងមិនឃើញទេមុននឹងខ្ញុំច្បាស់ណាស់ថាម្នាក់ហ្នឹងគឺជាចង្រៃលីកយងហ្នឹងហើយអូអ្នកលៀងសៀវលីនពិតជាមកចំពេលល្អខ្លាំងណាស់នៅចំពោះមុខខ្ញុំគឺសៀវលីនចំណែកឯនៅចំហៀងរបស់ខ្ញុំគឺជាអាមួយមកពីខាងរុស្ស៊ីខ្ញុំចូលមកទីនេះដោយខ្លួនឯងមិននឹកស្មានសោះថាវាត្រូវមកជាប់ក្នុងអន្ទាក់បែបនេះអ្នកនាងសៀវលីនពិតជាចៃដន្យខ្លាំងណាស់ពួកយើងដូចជាខានជួបគ្នាយូរណាស់មកហើយសម្រស់របស់អ្នកគឺនៅតែស្អាតដដែលសៀវលីនតើនាងស្គាល់អាម្នាក់ហ្នឹងមែនទេវាយូរណាស់មកហើយពួកយើងមាននៅទំនាក់ទំនងស៊ីជម្រៅមួយជុំហេតុអ្វីបានជាឯងនឹងធ្វើទឹកមុខអីអញ្ចឹងណាតាមមើលទៅនាងគឺមិនបោះបង់ទេតាមមើលគួរតែរកវិធីសាស្ត្រដើម្បីដោះស្រាយនៅបញ្ហានេះជារៀងមានអារម្មណ៍អាក្រក់ចំពោះហាយ៉ានក៏ពិតមែនក៏ប៉ុន្តែបើសិនជាខ្ញុំមានឱកាសខ្ញុំនឹងចាក់ចេញពីទីនេះឲ្យបានយ៉ាងណាក៏ដោយតើអ្នកគិតថាខ្ញុំឈួតមែនទេគីយ៉ុងបានទទួលសម្បត្តិរបស់ខ្ញុំហើយក៏ប៉ុន្តែមិនដែលបានឆ្លើយតបមកវិញឡើយនេះមែនទេជាការតបស្នងសងគុណរបស់អ្នកគុំនិយាយអញ្ចឹងឯងអ្នកនាងខ្ញុំគឺពិតជាចង់តបនៅសម្បត្តិរបស់អ្នកណាក៏ប៉ុន្តែដោយសារតែខ្ញុំគឺមិនស្គាល់អាស័យដ្ឋានខ្ញុំថែមទាំងព្យាយាមតាក់ទងជាមួយនឹង Republic ផងដែរតែនៅតែមិនអាចតាក់ទងទៅកាន់អ្នកបានសម្រាមតើឯងកំពុងតែរោមើលអ្នកណាគេឲ្យប្រកាសគីយ៉ុងមិនអីទេនៅស្ងៀមទៅហាយ៉ានអ្វីត្បិតតែគេពិតជាចង់រោរឿងមកកាន់ខ្ញុំក៏ពិតមែនក៏ប៉ុន្តែខ្ញុំដឹងច្បាស់ណាស់ថាគេនឹងមិនហ៊ានធ្វើទេសារតែខ្ញុំមានអំណាចនៅពីក្រោយខ្នងជាច្រើនយ៉ាងណាក៏ដោយគេក៏មិនដោះលែងខ្ញុំដោយស្រួលបែបនេះដែរតើគោលដៅរបស់ឯងជាអ្វីឲ្យប្រកាសបានជាឯងមកតាមដានពួកយើងតើឯងមិនបានឮគ្រូទ័ពនិយាយទេអីពេលនេះហើយគឺជាបូជាចាររបស់អាណាចក្របរិសុទ្ធគេគឺពិតជាមាននៅភាពល្បីល្បាញខ្លាំងណាស់ក្នុងពេលឥឡូវនេះអូខ្ញុំភ្លេចប្រាប់ឯងទៅគេក៏ជាគូស្នេហ៍របស់ឆាហេរ៉ាផងដែរអូខ្ញុំភ្លេចគិតទៅថាអ្នកក៏មាននៅរឿងអាក់អន់ចិត្តជាច្រើនជាមួយនឹងម្នាក់ស្រីនឹងផងដែរខ្ញុំភ្លេចឲ្យឆឹងទៅថាស្នាមរបួសនៅលើមុខរបស់អ្នកក៏បង្កឡើងដោយសារតែនាងដែរតាមមើលទៅខ្ញុំមិនគួរនិយាយអំពីឆាហេរ៉ាទេនៅចំពោះមុខអ្នកអាចង្រៃតើឯងកំពុងតែលេងយើងដូចជាវិលុកវិឡមែនទេខ្ញុំច្បាស់ណាស់ថានឹងស្លាប់បើសិនជាគ្មានវេទមន្តការពាររបស់ហាយ៉ាន់ឆាប់ដកដៃដល់កខ្វក់របស់ឯងចេញពីបងប្រុសគីយ៉ុងរបស់យើងភ្លាមហេតុអីបានជាឯងហ៊ានយកដៃដល់កខ្វក់របស់ឯងទៅធ្វើបាបគាត់ឈួតអ្នកគិតថាខ្ញុំនឹងអនុញ្ញាតឲ្យរឿងទាំងអស់នេះកើតឡើងមែនទេកុំរើបំរាស់អីតែចំណងរបស់ខ្ញុំវារៀងឈឺចាប់បន្តិចហើយហាយ៉ាន់សុំទោសផងមីសៀលីនខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមសំណើរបស់អ្នកមិនថាអ្នកចង់ឲ្យខ្ញុំទៅដេតជាមួយនឹងនាងក៏ដោយសូមអ្នកបន្ធូរដៃឲ្យហាយ៉ាន់បន្តិចទៅហើយចុះមុននឹងក៏មិននិយាយវាឆាប់ជាងនេះបន្តិចធ្វើអ្វីគ្រប់យ៉ាងតាមសំណើរបស់ខ្ញុំហ៎បានហើយលោក Valentine ខ្ញុំក៏ចង់លេងបន្តិចទៀតដែរក៏ប៉ុន្តែខ្ញុំគឺមិនចង់ឲ្យគេស្អប់មកកាន់ខ្ញុំឡើយខ្ញុំសួរឯងមួយសំណួរតើឥឡូវនេះនាងចង្រៃឆាហេរ៉ានោះនៅទីណាខ្ញុំមិនប្រាប់ឯងទេរ៉ាយ៉ូបើសិនជាខ្ញុំដឹងថាវាមានរឿងនេះកើតឡើងខ្ញុំច្បាស់ណាស់ថានឹងរត់ទៅរកនាងឲ្យលឿនអូបើសិនជាឯងមិនដឹងទៅហើយអញ្ចឹងតើឯងរួមមានន័យអីទៀតទៅងាប់ទៅបានហើយឈប់ទៅនៅទីនេះគឺមិនអនុញ្ញាតឲ្យមានការវាយប្រហារគ្នាឡើយខ្ពើមសំដីអាក្អូនឯងដល់ហ៎អរគុណហើយអាចង្រៃអើយឯងមិននិយាយឲ្យលឿនជាងនេះបន្តិចតែខ្ញុំកំពុងតែឆ្ងល់ពេលដែលខ្ញុំជួបគ្រោះថ្នាក់បែបនេះតើអ្នកទាំងអស់គ្នាកំពុងតែនៅទីណាតើអ្នកមិនអីទេអ្នកនាងគីយ៉ុងតើបងមិនឈឺត្រង់ណាទេអីតើវាគិតអ្វីនៅក្នុងខួរក្បាលរបស់វាបានជាចង់មកតាក់ទងមិត្តស្រីរបស់ខ្ញុំនឹងប៉ាវអាហារមួយពេលនេះសម្រាប់អ្នកទាំងពីរចំពោះការសុំទោសនៅទង្វើដែលធ្វើមុននេះសូមណែនាំខ្លួនគឺជាមេតបខ្លាទាំង5របស់អាណាចក្រ Republic ហើយក៏ជាគ្រូតបរបស់អាណាចក្រទាំងមូលផងដែរខ្ញុំបានលើអំពីអ្នកច្រើនណាស់លោកជុនឈុនយ៉ាងម៉េចដែរបើសិនជាពួកយើងធ្វើអ្វីមួយដែលរំភើបជាងនេះសម្រាប់សម្លាប់ពេលវេលាក្នុងពេលនេះខ្ញុំបានលើល្បីមកយូរណាស់មកហើយលោកលីគីយុថាលោកគឺជាមនុស្សមានទេពកោសល្យខ្លាំងណាស់នៅក្នុងអាណាចក្របរិសុទ្ធវាគ្មានអ្វីពិបាកក្នុងការលេងទេអ្នកគួរតែយល់អំពីវាហើយនៅពេលដែលស្ដេចបានស្លាប់នោះមានន័យថាហ្គេមទាំងមូលក៏បរាជ័យដូចគ្នាហើយនោះគឺជាហ្គេមអុកតើនេះមែនទេជាអ្នកមានទេពកោសល្យរបស់អាណាចក្របរិសុទ្ធពិតជាអន់ខ្លាំងណាស់ច្បាប់គឺស្រួលយល់បំផុតអ្នកត្រូវប្រើប្រាស់នៅតិចនិចមិនថាប្រើវិធីសាស្ត្រណាក៏ដោយគឺដើម្បីតែសម្លាប់ទៅកាន់ស្ដេចរបស់សត្រូវអ្នកក៏អាចបំពាក់នៅ equipment សម្រាប់កងទ័ពរបស់អ្នកដូចគ្នាតែអ្នកជាអ្នកលេងថ្មីដូច្នេះហើយខ្ញុំនឹងផ្ដល់វាសម្រាប់អ្នកតែសូមកុំប្រើវាក្នុងផ្លូវអាក្រក់ឲ្យសោះមួយសន្ទុះក្រោយមកតើនេះមែនទេគឺជាអ្នកមានទេពកោសល្យរបស់អាណាចក្របរិសុទ្ធ
ខ្ញុំបានប្រើប្រាស់អស់ពីសមត្ថភាពរបស់ខ្ញុំទៅហើយក៏ប៉ុន្តែហេតុអ្វីបានជាគេមើលទៅមានអារម្មណ៍ថាតុកសិចខ្លាំងម្ល៉េះអូมันអាចមើលជំនាញរបស់គេបានឆ្នេះមានន័យថាគេក៏មានប្រភេទដូចជាពួកខ្ញុំផងដែរគេសំដៅទៅលើម៉ាញអាយប្រភេទនឹងដូចគ្នាហេតុអីបានជាគេបន្តមើលមកកាន់មុខខ្ញុំឬមួយក៏មុខខ្ញុំមានប្រឡាក់ស្អីតើនេះជាមូលហេតុមែនទេបានជាគេមិនព្រម focus ទៅកាន់ហ្គេមបែបនេះខ្ញុំមិនជឿតតែសោះថាសមត្ថភាពរបស់គេមានតែប្រពន្ធនេះខ្ញុំពិតជាសុំទោសខ្លាំងណាស់ក៏ប៉ុន្តែបូជាចាតើអ្នកមិនបានផ្ដោតអារម្មណ៍ទៅកាន់ការលេងពេកហើយមែនទេអ្នកចង់និយាយអំពីលោកគ្រូទ័ពអ្នកប្រហែលជាយល់ច្រឡំរឿងមួយហើយចំពោះហ្គេមប្រភេទនេះខ្ញុំទើបតែចាប់ផ្ដើមតែប៉ុណ្ណោះអូអញ្ចឹងមានន័យថាគេគិតថាខ្ញុំមិនមែនជាគីឡូស្មើជាមួយនឹងគេមែនទេអូបើអញ្ចឹងទៅហើយសម្រាប់អ្នកដែលលេងចាញ់ក្នុង100ជំហានដំបូងនោះនឹងត្រូវបានដាក់ពិន័យយ៉ាងម៉េចដែរបើសិនជាពួកយើងធ្វើការកាត់នៅម្រាមដៃទាំង10តើវាសមស្របដែរទេតើលោកចង់និយាយអំពីអ្វីរាងកាយរបស់ខ្ញុំគឺមានតម្លៃខ្លាំងណាស់វាមិនជ្រុលពេកទេឬបើទោះជាវារាងជ្រុលបន្តិចក៏ដោយខ្ញុំក៏យល់ដែរថា Holy Console នឹងយល់ថាការភ្នាល់គ្នារវាងអ្នកមានទេពកោសល្យទាំងពីរគឺវាមិនគួរមានបញ្ហាកើតឡើងទេស្អីគេអ្នកមានទេពកោសល្យទាំងពីរតើឯងមិនមែនកំពុងតែធ្វើបាបចំពោះខ្ញុំដែរជាអ្នកថ្មីទេអីខ្ញុំនឹងមិនធ្វើឲ្យឯងអន់ចិត្តទេយ៉ាងម៉េចចង់លេងជាមួយនឹងខ្ញុំសុំទោសផងក៏ប៉ុន្តែវាដូចជារៀងជ្រុលបន្តិចហើយអីទេចឹងបើសិនជាអ្នកមិនលេងអ្នកគ្រាន់តែបកគលដៃរបស់អ្នកមកណាក៏បានដែរឆាប់ទៅហៅជេហ៊ីមកឲ្យខ្ញុំឲ្យលឿនមកចូលមកដល់កន្លែងនេះខ្ញុំសុំកាត់តិចដោយសារតែគីយ៉ុងគាត់បានគិតថាស្អីគេអ្នកមានទេពកោសល្យស្អីគេបើប្រៀបធៀបជាមួយនឹងចិនឈុនកម្រិតបញ្ញារបស់គាត់នឹងរហូតដល់99សម្រាប់អ្នក fake ដូចជាគាត់នឹងគ្មានផ្លូវទេដែលអាចយកឈ្នះទៅកាន់គេហើយពេលដំបូងដែលគាត់គិតថាហ្គេមមកប្រភេទហ្នឹងគឺជាហ្គេមដែលគ្មានគ្រោះថ្នាក់ដូច្នេះហើយគាត់សូមបកនៅពាក្យហ្នឹងវិញគួរតែចាក់ចេញពីទីកន្លែងនេះតាំងពីដំបូងតែយ៉ាងណាក៏ដោយគាត់ក៏នៅតែមានផ្លូវសម្បីយកឈ្នះអញ្ចឹងហើយពីដំបូងឡើយគាត់បើកឲ្យជនឈុនហ្នឹងធ្វើការវាយប្រហារទៅកាន់កងទ័ពរបស់គាត់ហើយជនឈុនគិតថាប្រហែលជាគាត់អាចនឹងឈ្នះហើយបានសុំទៅកាន់គីយ៉ុងអើយឲ្យដៃម្រាមដៃរបស់អ្នកឯងមកកាន់ខ្ញុំមកតែមករំពេចហ្នឹងកាឡាអុកក៏ត្រូវបានផ្លាស់ប្ដូរដោយសារតែយើងបានដឹងស្រាប់ហើយថាការបំពាក់នៅ equipment សម្រាប់ទាហានហ្នឹងគឺវាអាចធ្វើទៅរួចដូច្នេះគីយ៉ុងបានពុកឃើញនៅល្បិចមួយនៅក្នុងហ្គេមមួយហ្នឹងគាត់បានបញ្ចូលនៅទាហានរបស់គាត់ទាំងអស់បង្កើតនិងកោះហៅនៅនាគរាជដែលជាតំណាងដូច្នេះហើយទើបធ្វើឲ្យហ្គេមហ្នឹងគឺក្លាប់ក្តារអុកយកហ្មងគេទាំងអស់គ្នាហ្នឹងក៏មានការភ្ញាក់ផ្អើលដែរមិននឹកស្មានថាគីយ៉ុងទើបតែរៀនលេងថ្មីសោះប៉ុន្តែអាចដឹងពីច្បាប់នៅក្នុងហ្គេមច្បាស់ថាហ្នឹងចុងក្រោយគឺមិនទាន់ដឹងថាអ្នកណាចាញ់អ្នកណាឈ្នះផងហេរ៉ាក៏បានមកដល់ដោយនាងបាននិយាយទៅកាន់គីយ៉ុងថាតោះ baby ទៅវិញគីយ៉ុងគ្រាន់តែឃើញហេរ៉ាភ្លាមគឺគាត់មានការសប្បាយចិត្តខ្លាំងមែនតើអ្នកដែលខឹងជាងគេហ្នឹងគឺ Valentine ហ្នឹងឯងវាធ្វើត្បិតតែហ្គេមហ្នឹងមិនទាន់បានសម្រេចចាញ់ឈ្នះក៏ពិតមែនក៏ប៉ុន្តែគឺវាបានសបញ្ជាក់ឲ្យឃើញច្បាស់ថាគីយ៉ុងគាត់បានឈ្នះបាត់ទៅហើយដោយសារតែគាត់បានប្រើប្រាស់នៅនាគរាជអញ្ចឹងហើយពួកគេហ្នឹងគឺមិនអាចយកឈ្នះទៅកាន់គាត់បានទេមើលទៅទឹកមុខរបស់ជនឈុនទៅគឺគាត់មិនសូវជាសប្បាយចិត្តប្រហែលទេដោយសារតែតាំងពីដើមមកគឺគាត់មិននឹកស្មានថាគាត់អាចចាញ់ទៅកាន់គីយ៉ុងចឹងសោះចម្បាច់ដៃគីយ៉ុងស្ទើរតែនឹងបាក់បាត់ទៅហើយបន្ទាប់មកពួកគេក៏បានបំបែកផ្លូវគ្នាទៅតែរៀបទៅនឹងបំបែកផ្លូវគ្នាហើយហ្នឹងឯងជីនឈុនហ្នឹងមិនដឹងជាគិតស្អីទេតែបានយកផ្កាទៅជូនហាយ៉ាន់បានប្រាប់ថាគាត់ហ្នឹងគឺជា fan របស់នាងនៅពេលដែលនាងបានបង្ហាញសមត្ថភាពកាលពីចេញពីដានចិនដំបូងគេយងឃើញអញ្ចឹងហើយបានសួរទៅកាន់ហាយ៉ាន់ថាតើផ្កាហ្នឹងមានន័យថាម៉េចហើយពួកគេទាំងពីរនាក់ហ្នឹងនិយាយពីអីគេហាយ៉ាន់ក៏បានប្រាប់ថាអូតាមពិតទៅគឺដោយសារតែជីនឈុនហ្នឹងគឺជា fan របស់នាងផ្កាហ្នឹងគឺទទួលបានដោយសារតែគាត់ហ្នឹងបកគលឲ្យនឹងឯងបើសិនជាបងមិនសប្បាយចិត្តទេតើខ្ញុំគួរតែបោះវាចោលអត់ទេយងបានអោនទៅខ្សឹបថាវាមិនអីទេបើសិនជាគេហ្នឹងគឺជាអ្នកគ្រប់គ្រងរបស់អូនក៏ប៉ុន្តែហាយ៉ាន់តើអូនដឹងទេបងគឺមិនចូលចិត្តមនុស្សស្រីដែលមានទំនាក់ទំនងជាមួយនឹងបរិសុទ្ធដតីទេតែគ្រាន់តែលឺចឹងភ្លាមហាយ៉ាន់បានបញ្ចេញនូវអាកប្បកិរិយាដូចជាភ័យខ្លាចខ្លាំងណាស់ហើយនាងបានគិតថាដោយសារតែជនឈុនទើបបានជាគីយ៉ុងអូប៉ានឹងមានការយល់ច្រឡំមកកាន់នាងបែបនេះនាងគួរតែសម្លាប់ទៅកាន់អាភ្លើមួយនេះចោលនៅក្នុងពេលឥឡូវនេះគ្រាន់តែឃើញទស្សនវិជ្ជានឹងហើយគាត់មិនអាចទប់សំណើចបានទេហេរ៉ាក៏បានប្រាប់ទៅកាន់គាត់ដែរថាបងអើយជួយដកអាដៃនឹងខ្ទប់មាត់នឹងចេញតិចមើលយើងមើលមកសភាពរបស់ហាយ៉ាន់ក្នុងពេលឥឡូវហ្នឹងគឺនាងកំពុងតែតុកសិចខ្លាំងមែនតើនាងបាននិយាយថានាងគឺមិនបានក្បត់ទៅកាន់គាត់ទេរឿងទាំងអស់នេះសុទ្ធតែជាការយល់ច្រឡំគាត់មិនគួរមានទំនាក់ទំនងអ្វីសោះឡើយជាមួយនឹងជីនឈុនហេរ៉ាបានសួរថាតើបងមិនដោះស្រាយជាមួយនឹងបញ្ហាអស់ហ្នឹងទេអីអូមិនអីទេទុកឲ្យនាងប៉ុណ្្នឹងសិនទៅមិនយូរមិនឆាប់ទេ
ក៏នឹងត្រឡប់មកដូចដើមវិញហើយវាមានរយៈពេលប្រហែលថ្ងៃហើយបន្ទាប់ពីការដេតរបស់ពួកគេទាំងពីរនាក់តើខ្ញុំគួរតែធ្វើអ្វីក្នុងពេលឥឡូវនេះមានអារម្មណ៍ថាគេយងកំពុងតែស្អប់មកកាន់ខ្ញុំខ្លាំងណាស់តើគាត់នឹងបោះបង់ខ្ញុំចោលមែនទេចាប់តាំងពីថ្ងៃដែលពួកគេដេតមក Wiggle Master គឺមិនដែលខ្វាយខ្វល់អំពីហាយ៉ានឡើយគេយងអូនដឹងថាបងនៅខាងក្នុងនេះបើកទ្វារបន្តិចមកពួកយើងត្រូវការនិយាយគ្នាយ៉ាងណាក៏ដោយតើគេមិនមែនមានស្រីច្រើនដែរទេអីខ្ញុំគួរតែដោះស្រាយជាមួយនឹងគេពាក់ព័ន្ធជាមួយនឹងបញ្ហានេះអត់អ្នកសាទៅនិយាយជាមួយនឹងគាត់មើលអូសុំទោសផងដោយសារតែដល់ពេលសម្រាប់ training ទៀតហើយចាំពេលក្រោយទៅខែតកាន់ហាយ៉ានផងនាងហាយ៉ានតើនាងមិនអីទេឬមានរឿងអីទេខ្ញុំក៏ទៅដែរតើអ្នកគិតយ៉ាងណាដែរសូរ៉ាកុំសួរខ្ញុំតើខ្ញុំគួរតែធ្វើអ្វីក្នុងពេលនេះតាមមើលទៅខ្ញុំគួរតែលើកទឹកចិត្តទៅកាន់នាងខ្លះកុំឲ្យនាងនោះសម្លាប់មកកាន់ខ្ញុំនាងហាយ៉ានសាកគិតអំពីវាទៅមើលតើវាមិនមែនជារឿងល្អទេអីវាមានន័យថា Wiggle Master មិនបានបោះបង់អ្នកឡើយតែគាត់កំពុងតែប្រច័ណ្ឌមកកាន់អ្នកអញ្ចឹងមានន័យថាគាត់កំពុងតែប្រច័ណ្ឌមកកាន់ខ្ញុំត្រូវហើយតើវាមិនមែនជារឿងល្អសម្រាប់អ្នកទេមួយទៅកំហុសទាំងអស់នេះគឺមិនមែនដោយសារតែអ្នកទេនៅក្នុងកែវភ្នែករបស់ Wiggle Master ខ្ញុំគិតថាគាត់មើលទៅបរិសុទ្ធម្នាក់នោះជាមនុស្សអាក្រក់ហើយគេគឺជាមនុស្សអាក្រក់ខ្ញុំឯកភាពនេះហើយយល់ល្អអ្នកគួរតែគុំទៅនិយាយជាមួយនឹងគេគុណច្រើនហើយវាពិតជាជួយបានច្រើនពិតជាល្អខ្លាំងណាស់ខ្ញុំបានរួចខ្លួនហើយពេលនេះខ្ញុំគួរតែចេញទៅក្រៅបន្តិចទេតើមានការជួបជុំស្អីទៀតនៅស្មាននេះហើយហ្នឹងអ្នកកំពុងតែនិយាយអំពីអ្វីខ្ញុំគឺចង់បញ្ជាក់អំពីវាខ្ញុំមិនចង់ទេមិនដឹងថានាងនឹងធ្វើអ្វីទៀតឡើយក៏ប៉ុន្តែខ្ញុំគឺមិនចង់ទៅពាក់ព័ន្ធជាមួយនឹងរឿងទាំងនេះឡើយអ្នកទៅជាមួយខ្ញុំមែនទេសូរ៉ាចាអ្នកនាងខ្ញុំនឹងទៅជាមួយអ្នកសូមលើកលែងឲ្យខ្ញុំផងតើអ្នកកំពុងតែនិយាយអំពីអ្វីអ្នកនឹងមិនស្លាប់ទេកុំភ័យអីក៏ប៉ុន្តែបន្ទាប់ពីរឿងនេះវានឹងមានមនុស្សស្លាប់កុំបារម្ភអីនៅក្នុងថ្ងៃនោះគឺមានរង្វង់វេទមន្តដែលបានបង្កើតដែលបានធ្វើឲ្យអាណាចក្រទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំងខ្ញុំគិតថាអ្នកនឹងរត់គេចពីខ្ញុំទៀតហើយតើនឹកស្មានសោះថាអ្នកនឹងបកគលខ្លួនឲ្យខ្ញុំបែបនេះនិយាយអញ្ចឹងអីខ្ញុំមិនមែនជាមនុស្សបែបនោះឡើយចូលមកដល់កន្លែងហ្នឹងគឺគេយងបានគិតថាអីគេឲ្យគាត់រត់យ៉ាងម៉េចគឺគាត់ត្រូវប្រមូលនៅព័ត៌មានពាក់ព័ន្ធជាមួយនឹង Republic អំពីមាត់របស់នាងតើកាលដែលគាត់បានមកកាន់ក្នុង Ryan ប្រហែលថ្ងៃហ្នឹងគឺគាត់បានសង្កេតឃើញថា Republic មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទីក្រុងទាំងអស់ហ្នឹងឆ្នេះហើយជំរឿសល្អរបស់គាត់គឺត្រូវតែទាញយកនៅ Ryan មកនៅខាងសារតែគាត់ក៏បានដឹងថា Republic ហ្នឹងគឺគេបានត្រៀមទ័ពដើម្បីវាយលុកមកកាន់ព្រំដែនរបស់អាណាចក្របរិសុទ្ធដូចគ្នាដោយសារតែគាត់បានប៉ាន់ស្មានដឹងថានៅពេលដែលពួកគេជួបគ្នានៅឯទីក្រុង Kislok ហ្នឹងឯងហើយរឿងដែលសំខាន់មួយទៀតនោះគឺគាត់ត្រូវតែដឹងអំពីកម្លាំងរបស់អាណាចក្រ Republic ឲ្យបានដោយសារតែគ្រាន់តែ2នាក់ហ្នឹងវាខ្លាំងប៉ុណ្្នឹងទៅហើយតើអ្នកចង់ឲ្យខ្ញុំប្រាប់ទៅកាន់អ្នកមែនទេហាមើលតើអ្នកគឺចង់ដឹងព័ត៌មានអំពីពួកយើងវាមិនមែនជារឿងសម្ងាត់ស្អីទេខ្ញុំអាចប្រាប់ទៅកាន់អ្នកបានតើនេះមិនមែនមានន័យថាពួកគេមិនខ្វល់អំពីការលេចធ្លាយអំពីកម្លាំងរបស់ពួកគេទេឬដាប់ណាមេតបទី1និងទី3គឺពួកគេខ្លាំងជាងពួកយើងទៅទៀតក៏ប៉ុន្តែពួកគេក៏នៅក្នុងការគ្រប់គ្រងរបស់គ្រូតបដែរយ៉ាងណាមិញមេតបទី1របស់អាណាចក្រពួកយើងគឺមិនសូវបង្ហាញខ្លួននៅទីសាធារណៈឡើយតែគេពិតជាខ្លាំងពិតមែនពេលដែលខ្ញុំសម្លឹងមើលទៅកាន់ភ្នែករបស់គេមានអារម្មណ៍ថាមិនស្រួលតតែសោះតើប្រពន្ធនេះគឺពេញចិត្តរបស់អ្នកហើយឬនៅអ្នកនាងសៀវលីនធ្វើអញ្ចឹងនៅទីសាធារណៈដូចជាមិនសូវសមសោះហេតុអីក៏និយាយអញ្ចឹងសិនជាអ្នកព្រមដេកជាមួយនឹងខ្ញុំមួយយប់នោះខ្ញុំនឹងផ្ដល់អ្វីដែលអ្នកចង់បានវាជារឿងល្អប៉ុន្តែបើសិនជាខ្ញុំទៅដេកជាមួយនឹងនេះហើយខ្ញុំក៏នឹងទទួលបាននៅព័ត៌មានកាន់តែច្រើនអំពីមាត់របស់នាងខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំទៅជាមួយនឹងនាងពិតមែននោះខ្ញុំស្អែកឡើងប្រកបណាស់ត្រូវការថ្នាំប៉ូវជាច្រើនខ្ញុំសុំទោសផងអ្នកនាងសៀវលីនប៉ុន្តែខ្ញុំតើនេះមិនមែនជាចរិតរបស់លោកទេឬមួយក៏មកពីខ្ញុំមិនមែនជាមនុស្សប្រភេទដែលលោកចូលចិត្តយ៉ាងម៉េចដែរខ្ញុំនឹងធ្វើឲ្យលោកពោពេញទៅដោយក្តីសុខមើលទៅនាងគឺពិតជាសម្បូរនៅកម្លាំងខ្លាំងណាស់អរគុណហើយចំពោះការយកចិត្តទុកដាក់ដល់ថ្នាក់នេះក៏ប៉ុន្តែខ្ញុំមាននិមិត្តស្រីរួចហើយតើវាមានរឿងអ្វីកើតឡើងឲ្យប្រកាសឆាប់ប្រកាសអាសន្នភ្លាមទៅពួកអ្នកទាំងអស់គ្នាជំនះប្រជាជនទៅកាន់កន្លែងសុវត្ថិភាពនាងតើវាមានរឿងអ្វីពិតប្រាកដខ្ញុំក៏មិនដឹងដូចគ្នាវាពិតជាចម្លែកខ្លាំងណាស់វាបានលេចឡើងហើយក៏បាត់ទៅវិញដោយមិនសល់សាកស្នាមអ្វីទាល់តែសោះនេះប្រកាសណាស់ជាស្នាដៃរបស់ហាយ៉ានទេមិនគួរទេវាមិនមែនជាស្នាដៃរបស់នាងទេគិតអំពីវាវេទមន្តនេះជាវេទមន្តបំផ្លិចបំផ្លាញដល់សាហាវដែលអាចកំទេចប្រជាជនក៏ដូចជាតំបន់ទាំងមូលនេះផងដែរក្រៅពីហាយ៉ានតើអាចជានរណាគេទៅក៏ប៉ុន្តែវេទមន្តខ្មៅនេះឬមួយក៏បងប្រុសតើបងមិនអីទេឬតើវាមានរឿងអ្វីកើតឡើងតើនាងនៅឯណានរណាគេហាន់សូរ៉ានាងហាយ៉ានតើពួកយើងអាចបញ្ឈប់វាបានទេជាពួកយើងចាប់បាននោះពួកយើងនឹងត្រូវបានចុះផ្សាយពេញ
កាសែតជាមិនខាននរណាគេក៏បានដែរសូមបញ្ឈប់នាងផងតើអ្នកខ្លាចមែនទេខ្ញុំក៏ខ្លាចដូចគ្នានិយាយឲ្យត្រង់ទៅពួកយើងគឺចិត្តបានបញ្ចប់ទៅហើយប្រើប្រាស់នៅវេទមន្តខ្មៅរបស់អ្នកទៅប្រើប្រាស់នៅវេទមន្តដ៏អស្ចារ្យ Night Wise Balls តើអ្នកដឹងទេខ្ញុំតែងតែត្រូវបានបោះបង់ចោលកាលដែលខ្ញុំនៅភពផែនដីថាមកដល់ពីនេះពីដំបូងឡើយខ្ញុំក៏ត្រូវបានបូលីដូចគ្នាក៏ប៉ុន្តែគីយ៉ុងបែរជាចូលមកជួយសង្គ្រោះនៅក្នុងជីវិតរបស់ខ្ញុំទៅវិញទើបខ្ញុំទទួលអារម្មណ៍ដឹងអំពីការស្រឡាញ់ពិតប្រាកដទើបខ្ញុំដឹងថាខ្ញុំក៏អាចទទួលបាននៅក្តីស្រឡាញ់ដូចគ្នាខ្ញុំគិតថាខ្ញុំនឹងត្រូវបានគេបោះបង់ចោលហើយក៏ប៉ុន្តែគាត់បានបង្រៀនខ្ញុំអំពីស្នេហាតែខ្ញុំនៅតែខ្លាចក៏ដូចជាគាត់ដែលប្រើប្រាស់នៅកសែភ្នែកមើលមកកាន់ខ្ញុំដោយគ្មានមនោសញ្ចេតនាអ្វីទាំងអស់គឺវាឈឺចាប់សម្រាប់ខ្ញុំខ្លាំងណាស់វាឈឺចាប់ជាងការខ្វេះយកបេះដូងចេញមកក្រៅទៅទៀតឆ្នេះហើយទើបខ្ញុំត្រូវតែសម្លាប់ជនឈុនឲ្យបានដើម្បីបញ្ជាក់ទៅកាន់គាត់និងនាំយកនៅគីយ៉ុងចាស់របស់ខ្ញុំត្រឡប់មកវិញឈប់ភ្លាមចុងហាយ៉ាន់ហេតុអ្វីក៏អ្នកអាចរកកន្លែងនេះឃើញរ៉ៃយ៉ូខ្ញុំមើលទៅវេទមន្តនេះហើយមានអារម្មណ៍ថារ៉ៃអូនក៏ដូចជាអាណាចក្របរិសុទ្ធនឹងត្រូវបំផ្លាញបើសិនជាវាត្រូវបានដាក់ចុះពិតមែនពួកយើងទាំងអស់គ្នានឹងត្រូវបានកម្ចាត់ចេញពី trip នេះជាមិនខាន Vigil Master សូមបញ្ឈប់នាងទៅលើកលែងតើឲ្យខ្ញុំផងក៏ដោយខ្ញុំមិនខ្វល់ជាមួយនឹងបញ្ហាដែលកើតឡើងជាមួយនឹងហាងបូរ៉ាឡើយឈប់ទៅហាយ៉ាសុំទោសចំពោះរឿងដែលបងធ្វើមុននេះបងសុំទោសរាល់កំហុសគ្រប់យ៉ាងសូមកុំធ្វើវាអីហាយ៉ាបញ្ឈប់វាយឺតពេលហើយខ្ញុំសន្យាហាយ៉ាន់ខ្ញុំនឹងមិនមើលទៅកាន់អ្នកបែបនេះទៀតទេហកអ្នកនៅតែមើលមកកាន់ខ្ញុំបែបនេះទៀតក្នុងពេលនេះអាហ្នឹងគឺជាទឹកមុខរបស់ខ្ញុំតាំងពីដើមហើយតើខ្ញុំនឹងធ្វើវានឹងបញ្ជាក់ចិត្តស្មោះចំពោះអ្នកនឹងនាំយកអ្នកត្រឡប់មកវិញឲ្យបានបញ្ជាក់គីបាញ់យកស្អីឈប់ទៅងាប់ទាំងអស់គ្នាទៅហាយ៉ាន់រៀបការជាមួយនឹងបងទៅបងសុំទោសនៅរឿងមុននេះការជាមួយនឹងបងទៅលោកម្ចាស់ឲ្យខ្ញុំសុំទោសផង